ថ្ងៃនេះខ្ញុំបានចុះមកជាការរបស់កសិករដែលជា fan របស់ Dream យើងតែគាត់ជារួមទៅគាត់ប្រើរហូតដល់5ឆ្នាំឯណោះទល់នឹងសប្តាហ៍នេះហើយកាលពីវគ្គមុននោះគឺយើងបានចុះមកផ្តិតយកនៅវីដេអូជាមួយគាត់ភាសាហើយនៅការបាញ់ជំនួសផ្លឹកក៏ដូចជាការចាក់គីជើងក្រោមដើម្បីជំរុញឲ្យចេញជួយថ្មីតាមម្ដងថ្ងៃនេះហ្នឹងពេលដែលយើងចុះមកដល់ហ្នឹងឃើញថាទួយគាត់ចេញបានសុខល្អខ្លាំងមែនតើអាចនិយាយបានថា80រហូតដល់90%ឯណោះអញ្ចឹងតែគាត់បានប្រើប្រាស់អ្វីហើយគាត់ថែទាំនៅរបៀបណានោះអញ្ចឹងយើងមកជួបនៅម្ចាស់ការជំរាបសួរហ្នឹងបងជួយណែនាំឈ្មោះផ្សាយថ្មីទៅកាន់បងប្អូនយើងបន្តិចណាបាទជំរាបសួរបងប្អូនអរគុណខ្ញុំបាទឈ្មោះភារៈជាការខ្ញុំដែលខ្ញុំធ្វើសិតនៅភូមិសពជុំស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបាទបងធ្វើប្រហែលដូចជា4000ដើមអញ្ចឹងបាទ1500ដើមអូច្រើនដែរមិនដែរបងត្រួយឥឡូវហ្នឹងឃើញត្រួយយកបានដែរបងដូច5មើលចេញបាទអញ្ចេះដោយសារតែវីដេអូមុនក៏យើងបានសួរបងដែរតើតើជាមួយនឹងការប្រើប្រាស់ជីក៏ដូចជាការបាញ់ជំរុះអញ្ចឹងហើយនឹងការថែទាំដល់អំពេលនេះឃើញតែចេញត្រួយអញ្ចឹងខ្ញុំសុំសួរបងដែរតើតើជាមួយនឹងការដែលបងជំរុះការបងជំរុះដើម្បីយកត្រួយហ្នឹងបងប្រើរូបមន្តអីហើយបងប្រើកម្រិតប៉ុណ្ណាអញ្ចឹងបាទដល់ពេលវគ្គខ្ញុំជំរុះខ្ញុំប្រើថៃអូ99បាទផ្លេ99យើងមកណាបាទ99 3គីឡូបាទកាណបា2លីត្រជាប់ចិត្តខ្លះគីឡូបាទប៉ុណ្ណឹងបាទហើយវគ្គបងបាញ់បានប្រហែលថ្ងៃដែរហើយ10ថ្ងៃក្រោយបាញ់35 15 1គីឡូជាប់ចិត្តខ្លះគីឡូបាទហើយមកដល់រយៈពេលតាំងពីថ្ងៃជំរុះមកដល់ឥឡូវវារយៈពេលកន្លះខែប៉ុន្តែពេលដែលបងនេះចង់យើងសួរពីចុងក្រោយនេះណាតែវាបានទួយប៉ុណ្ណេះហ្នឹងវារយៈពេលប្រហែលថ្ងៃហើយដែលបងបាញ់ចុងក្រោយបំផុតចុងក្រោយបានរយៈពេល6ថ្ងៃហ្នឹងហើយអូបន្ទាប់ពីបងជំរុះហើយបងឃើញថាមានមុខបិចឬក៏វាហើបមកបដាទៅក៏បងជន់មួយជើងទៀតណាបាទបាញ់យើងបាញ់បើបន្ថែមដោយប្រើ35ជាមួយហ្នឹងជាប់ចិត្តអូហើយបងមានលាយអីបន្ថែមទៀតទៅដូចជាតកៅអីចឹងទៅមកដាក់ការពារវាហើយជាក់ស្ដែងតាមបងឃើញដែលជាម្ចាស់ចការហ្មងបងថាប្រហែលជាប្រហែល%ណាត្រួយដែលកំពុងចេញមកហ្នឹងពី70ទៅ80%អូបាទមានការឡាដួលការខ្ញុំជំរុះនោះវាមានភ្លៀងមានអីដែរអូបានមានភ្លៀងមានអីទៅក៏មានដើមខ្លះវារឿងស្ទើបងណាបាទប៉ុន្តែបើយើងនិយាយតាមដើមវិញដែលបានចេញមកនេះរាល់ដើមរបស់ហ្នឹងវាចូលប្រហែល%បងមើលតាមម្ដងអាច90អីហើយមកណាវាអាចលោតដល់ហ្នឹងដែរអូហ្នឹងហើយបាទនេះជើញតែមើលចាំតែមើលរបស់គ្នាអញ្ចឹងបាទអញ្ចឹងហើយរយៈពេល5ឆ្នាំហើយដែលបងបានប្រើអញ្ចឹងណាអញ្ចឹងចង់សុំយោបល់បងតិចតតងជាមួយនឹងការប្រើប្រាស់5ឆ្នាំហ្នឹងជារៀងរាល់ឆ្នាំតើលទ្ធផលដែលបងទទួលបានមិនថាបងផលិតត្រួយឬក៏ការបងបាញ់ផលិតកូនក្តាប់អីរាល់តវគ្គនីមួយហ្នឹងពេលដែលបងបានប្រើប្រាស់ទៅបងទទួលលទ្ធផលយ៉ាងណាដែរអញ្ចឹងណាជាប់គាត់ចិត្តឬអត់អញ្ចឹងនិយាយទៅយើងប្រើតាមលក្ខណៈតាមបច្ចេកទេសបាទតាមនីមួយវាតាមវគ្គវាអញ្ចឹងណាបងកាលវគ្គនេះយើងត្រូវប្រើប្រាស់អញ្ចឹងយើងស្វែងយល់ពីឆ្នាំនឹងប្រើទៅដល់តែបានផលយើងអត់ខកចិត្តទេគឺបងបានរាល់ឆ្នាំដែរតាំងពីប្រើមកណាខែទឹកភ្លៀងខែអីគឺបាញ់អត់ចេះខូចអត់ចេះអីអូបងពេល6ថ្ងៃបាញ់ម្ដងភ្លៀង6ថ្ងៃក៏អត់បញ្ហាដែរហ្នឹងបងវត្តផ្សោតបងធ្លាប់ប្រើ5ឆ្នាំមកហ្នឹងហ៎ចឹងបានជោគជ័យរាល់ឆ្នាំហ្នឹងចឹងអត់អីចឹងបងជួយនាំបងអូនចូលមើលបាន3 4ដើមមើលថាវាមិនដែរកុំឲ្យថាយើងហេចូលរខតចឹងតែចឹងតែបងតាមកមើលដើមនេះបងសាអើយធ្វើឲ្យចិនដាគួចចង់
យើងដើរបានមកជុំអីហើយឥឡូវហ្នឹងឃើញថាទទួលយកបានមែនត្រួយស្អាតចេញមកបានល្អស្រស់សឹងតែពេញដើមតែម្ដងហើយយកស្ដាយនឹងក្រោយខ្នងនេះមើលជាក់ស្ដាយណាស់ដើមហ្នឹងពេញណាស់ចឹងអត់អីទេបងសម្រាប់ការចំណាយពេលជាមួយនឹងខាងព្រីមៀសយើងក៏ដូចជាការគ្រប់គ្រងប្រើមករហូតរយៈពេល5ឆ្នាំមិនតិចទេបងប្អូនបាទហ្នឹងហើយកុំភ្លេចបងប្អូនបើសិនជាបងប្អូនមានបញ្ហាគាត់ជិះមានហើយបងប្អូនតាក់ទងជាមួយនឹងការផលិតត្រួយអ្នកខ្លះជាក់ស្ដែងគឺគាត់បាញ់ច្រើនជើងមែនតើបាទទម្រាំតែផលិតត្រួយបានតែសម្រាប់កសិករយើងដែលបានប្រើប្រាស់នៅផលិតផលត្រីយើងជាក់ស្ដែងគឺបងប្រយ័ត្នតែម្ដងគឺស្របជារួមមកបងមកតថ្ងៃនេះបងបានជួយប៉ុណ្ណឹងប្រហែលជើងហើយបងបានបាញ់ បាញ់2ជើង តែ2ជើងទេយើងមួយបើខែនឹងមួយហើយយើងថា3ចុះនឹងយើងចាក់ជីមួយទៀតណា បាទចាក់ជី បាទយើងចំណាយមិនច្រើនទេហើយជៀសវាងបងប្អូនប្រើផលិតផលទូទៅខ្ញុំជួបច្រើនខ្លាំងមែនតើតាក់ទងជាមួយនឹងការផលិតត្រួយនេះអ្នកខ្លះបាញ់3ជើង4ជើងអ្នកខ្លះឆ្លៀតដល់5ជើងទៀតក៏នៅតែមិនទាន់បានអីដែរអញ្ចឹងបងប្អូនជៀសវាងណាជៀសវាងឲ្យបាននៃការប្រើនៅថាវិការដើមឆ្នាំ បាទដើមឆ្នាំច្រើនពេកគឺពិបាកបាទ ទប់ទល់នឹងតម្លៃ ជាក់ស្ដែងគឺបងភិរៈគាត់អញតិចខ្លាំងមែនតើតែ2ជើងតែប៉ុណ្ណោះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទមានបញ្ហាណាកុំភ្លេចបាទអន្តរីមាសយើងជាទំនុកចិត្តជាមិត្តជាអ្នកដោះស្រាយនៅបញ្ហាជូនពុកម៉ែបងប្អូនគ្រប់គ្នាបាទសូមអរគុណហើយអរគុណបងមែនតើម្ដងទៀតបាទអរគុណ